បានមកផ្លាកនៅភូមិ7ភូមិតាពាំងរុនហើយនៅផ្លាក2ទៀតនៅតំបន់នៅចំណុចណាខ្លះបាទដែលយើងសរុបសកម្មភាពការងារយើងថ្ងៃនេះយើងលើកផ្លាកបាន3មានន័យថាយើងលើកថ្មីមួយហើយនឹងជួសជុលផ្លាក2ហើយមួយទៀតយើងបានដាក់ពូលសូឡាទីមួយបំភ្លឺផ្លូវនៅកាច់កាយនៅក្នុងសហគមន៍ភូមិពាំងរុននេះទី1យើងបានលើកផ្លាកនៅជួសជុលផ្លាកមួយនៅក្នុងមូលព្រៃគុយហើយទី2យើងលើកផ្លាកថ្មីមួយនៅផ្លូវកែងកាច់គោចូលទៅទីលានបៃគុនគោលហើយទី3នៅសាលាចរធានភូមិតាពាំងរុននេះអញ្ចឹងទាំង3ផ្លាកនេះគឺនៅក្នុងឃុំ7ទាំងមូលហើយនឹងមួយទៀតយើងនៅក្នុងទីតាំងសាលាចរធាននេះដែរយើងក៏បានលើកបកគោលហើយនឹងបន្លឺពូលសូឡាមួយសម្រាប់បំភ្លឺផ្លូវនៅផ្លូវកាច់កាយនេះជួយបំភ្លឺពេលយប់ដែលលោកតាលោកយាយចាស់ពេលគាត់មកសុំសិលពេលយប់អីគាត់ជួយបំភ្លឺផ្លូវបំភ្លឺកន្លែងគាត់ធ្វើការសុំសិលផងដែរបាទអញ្ចឹងសកម្មភាពយើងថ្ងៃនេះយើងចង់បញ្ចប់ហើយគឺនៅកន្លែងនេះយើងរកការយល់ទៅយើងមកទៅទីតាំងលើផ្លាកហើយនឹងលើពូលសូឡាមួយបាទហើយយើងឮថាតំបន់នេះគឺជាល្ងឹតខ្លាំងនៅពេលយប់ចំណុចប្រសពហ្នឹងនៅកន្លែងនេះយប់ពេលយប់ឡើងអត់សូវមានពូលភ្លើងទេអញ្ចឹងវាល្ងឹតអញ្ចឹងកន្លែងធ្វើដំណើរកន្លែងដែលចរាចរណ៍វាបាត់ខ្វែងគ្នាអញ្ចឹងយើងថាយើងដាក់ពលឺមួយនេះដើម្បីជួយឲ្យប្រជាជនគាត់ធ្វើដំណើរពេលយប់បានងាយស្រួលផងបាទប្រជាការទទួលប្រាក់ចរាចរណ៍អាចនិយាយថាហេតុទៅថាផ្លូវល្ងឹតខ្លាំងហើយយាយអាចមកសុំសិលបាននៅសាលាចូលទៀនហ្នឹងយាយគាត់មកសុំសិលពេលយប់ក៏អាចជួយគឺផ្លូវគាត់ដែរនេះសាសនាគាត់មកជួយគាត់មកធ្វើការសុំសិលរៀងរាល់សិលគាត់មកជុំរៀននៅកន្លែងនេះចឹងពូលភ្លើងនេះអាចជួយពួកគាត់គឺខ្លះដែរនេះជាចំណុចតូចមួយប៉ុន្តែយើងអាចជួយដោះស្រាយនៅបញ្ហាសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានហើយយើងបន្តសកម្មភាពបន្តទៀតហើយអាចចូលរួមចំណែកក្នុងការអភិវឌ្ឍគុំសង្កាត់ឲ្យរីកចម្រើនទៅមុខបាទសកម្មផែនការសកម្មភាពរបស់យើងនៅធ្វើបន្តរហូតចាប់ពីយើងធ្វើបន្តមក